ធ្វើមិនទៅកុំព្យូទ័រយើងលឺសលេងតែខ្លះគាត់ឆ្ងល់ថាចេះកុំព្យូទ័រមកធាក់គាត់ណាអត់ប្រើ speaker អត់ប្រើកាសទេប៉ុន្តែនៅពេលដែល play វីដេអូ play YouTube អីគឺលឺចម្រៀងធម្មតាលឺសលេងធម្មតាដោយឡែកកុំព្យូទ័រគាត់នៅពេលដែលចង់លឺសលេងតតែប្រើកាសឬក៏ប្រើ speaker បានលឺសលេងអាហ្នឹងមិនវិញសម្រាប់កុំព្យូទ័រវាថ្មីសលេងគឺអត់ចេញពីកុំព្យូទ័រទេតែវាអាចចេញពី monitor ពីព្រោះ monitor មួយចំនួនគឺវាមាន built-in speaker អញ្ចឹងនៅពេលដែលយើង play ចម្រៀង play YouTube ទៅគឺវាលឺសលេងប៉ុន្តែបើ monitor ហ្នឹងអត់មាន built-in speaker ទេច្បាស់គឺអត់មានសលេងមកទេបើអ្នកទាំងអស់គ្នាចង់លឺសលេងលុះតែអ្នកទាំងអស់គ្នាប្រើ speaker ចឹង speaker នៅក្នុង stock ឥឡូវខ្ញុំមាន2 mode ខ្ញុំមាន mode មួយនេះតែជាប្រភេទមកវាមានមួយគូឆ្វេងស្ដាំអញ្ចឹងណាអានេះទំហំសលេង10 W ប្រើ USB mode ក៏បាន Bluetooth mode ក៏បានដែរបាទខាងក្រោមនេះគឺ brand Logitech ទំហំសលេងវាគឺ50 W មានមក speaker 2 subwoofer 1និងដុំ controller 1អញ្ចឹងបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍អាចឆាតមកបានតាម Facebook page ខាង One Gear Computer ឬលេខ Telegram លេខ07 399 688ចឹងឧទាហរណ៍ថាអ្នកទាំងអស់គ្នាចង់ស្ដាប់សលេងដែរតែអត់ចង់វាដាក់ speaker ឲ្យលឺចេញក្រៅទេចង់ស្ដាប់តែឯងអញ្ចឹងធ្វើម៉េចអ្នកទាំងអស់គ្នាអាចប្រើជា headset បាន headset នេះគឺជាកាសក្តោបត្រចៀកអញ្ចឹងយើងដាក់ដោយ USB នេះចូលទៅកាន់កុំព្យូទ័រមកយើងពាក់មកស្ដាប់តែខ្លួនឯងហ្មងមិនឲ្យអ្នកដទៃលឺឯងអញ្ចឹងបើអ្នកទាំងអស់គ្នាត្រូវការ speaker ក៏មានកាសក៏ខ្ញុំមានដែរអញ្ចឹងអាចឆាតមកបានណាអរគុណ